សួស្តីអ្នកគ្នាចូលជាមួយនឹងខ្ញុំណារីដែលនៅក្នុង channel របស់ខ្ញុំផ្ទាល់អញ្ចឹងថ្ងៃនេះផងដែរគឺជាវីដេអូរបស់ខ្ញុំដំបូងមកអ្នកគ្នាហើយថ្ងៃនេះគឺជាថ្ងៃទី2ខែ11 2025វីដេអូនេះខ្ញុំថាខ្ញុំ share edit ឲ្យយូរអ្នកគ្នាគាត់ថាបានផុសទេអ្នកគ្នាដោយសារប្រទេសយើងវាអង្គការសង្កេតចឹងទៅយើងអត់បានផុសទេអញ្ចឹងឥឡូវយើងចូលមកវីដេអូរបស់យើងវិញមកអញ្ចឹងខ្ញុំ unboxing ជាមួយនឹង account ដែលខ្ញុំបានទិញទុកឲ្យទៅ trip នោះអ្នកគ្នាអាចមើល catalog ដែលខ្ញុំដាក់មុននឹងអញ្ចឹងហើយបន្ទាប់ថ្ងៃមុខទៀតគឺថ្ងៃទី16ខែ11ខ្ញុំក៏បានទ្វីថាទៅទិញជាមួយនឹងគ្រឿងខើអីចឹងទៀតនឹងសគ្រឿងខើឌីមហូបចាគ្រឿង make up មានដូចជា eyeliner sunscreen ហើយជាមួយនឹង lens ពាក់បាន6ខែអញ្ចឹងណាអ្នកគ្នាខ្ញុំពាក់6ខែហ្នឹងដោយសារខ្ញុំហ៊ានពាក់សិនអីចឹងទៅដោយសារខ្ញុំដែរពាក់តែលើកដំបូង first time ចឹងបន្ទាប់ពីថ្ងៃបន្ទាប់ទៀតមកគឺថ្ងៃទី10ខែ11ខ្ញុំបានទៅទិញទៀតហើយអ្នកគ្នាគឺទិញជាមួយនឹងការបិទរោមភ្នែកហើយជាមួយនឹងប្រដាប់ពាក់រោមភ្នែកបន្ទាប់ថ្ងៃទៀតគឺថ្ងៃ22ខែ1ខ្ញុំបានទិញជាមួយនឹង mask ស្លឹកហើយនឹងរោមភ្នែកថ្មីដល់ពេលកន្លែងផងដែរគឺខ្ញុំទៅទិញជាមួយនឹងដូចជាជាងម៉ានមុខ4មុខ5មុខអីចឹងអ្នកគ្នាខ្ញុំទៅទិញខ្សែកស្អីចឹងទៅអ្នកគ្នាហើយខ្ញុំ unbox ឲ្យអ្នកគ្នាមើលហើយពេលហ្នឹងដែរអ្នកគ្នាគឺវាថាបញ្ញាប់មកហើយមើលពេលហ្នឹងគឺពងវាថាចូលហ៊ានចិត្តអីចឹងអ្នកគ្នាហើយទិញឡើងមកមួយជាងអ្នកគ្នាឥឡូវមក unboxing អ្នកគ្នាថាខ្ញុំបែរគេខ្លះចឹងបានជាមួយនឹងខ្សែកអញ្ជៀនហើយបន្ទាប់មកមានជាមួយនឹងមួកខ្មៅមួយក៏ប៉ុន្តែចង់បានមួកសអ្នកខ្ញុំតែមកពីគេអស់ហើយចឹងហើយមានតែមួកពណ៌ខ្មៅចឹងក៏ខ្ញុំយកពណ៌ខ្មៅមកទៅហើយបន្ទាប់មកខ្ញុំទិញជាមួយនឹង lip liner មួយទៀតបន្ទាប់មកថ្ងៃបន្ទាប់ទៀតក៏ខ្ញុំបានទិញជាមួយនឹង lens ពាក់មួយថ្ងៃទុកតែទៅ trip នោះខ្ញុំពាក់តែមួយថ្ងៃទេអ្នកគ្នាហើយខ្ញុំពាក់ដូចជាពណ៌ខៀវអ្នកគ្នាបន្ទាប់មកទៀតខ្ញុំក៏បានទិញជាមួយនឹងប្រភេទដាក់ជាមួយនឹងបីជើងក្រោយចឹងណាអ្នកគ្នាហើយដល់ផងដែរក៏ខ្ញុំបានយកអាហ្នឹងមកពាក់ជាមួយដាក់នៅបីជើងអាហារនិស័យខ្ញុំចូលនិយាយថាចង់ដាក់ឲ្យចឹងណាយើងធំមកបានណាអ្នកគ្នាហើយដល់ពេលមើលបានលាកសម្រស់បីជើងមិនដាក់ឲ្យអ្នកគ្នាព្រោះថាវាសល់ចន្លោះច្រើនចឹងទៅអាហ្នឹងចាំទិញក្រោយទៀតតែអ្នកគ្នាដាក់តែប៉ុណ្្នឹងបានអ្នកគ្នាហើយនេះគឺជាថ្ងៃបន្ទាប់ដែលខ្ញុំទិញជាមួយនឹងកាអាវចឹងណាអ្នកគ្នាហើយឥឡូវខ្ញុំមកធ្វើវីដេអូបែបចេញមកបែប unboxing ជាមួយនឹងកាអាវចឹងណាអ្នកគ្នាហើយកអាវហ្នឹងពណ៌ខ្មៅហើយប៉ុន្តែគេមានបែប style ពីក្រោយហើយជាមួយ style ពីមុខអីចឹងទៅហើយនេះក៏ជា mode អាវអ្នកគ្នានេះបាទឯងមើលបានវាពណ៌ខ្មៅចឹងឯងហើយបន្ទាប់មកចេញបែបបបេមាត់អីចឹងណាអ្នកគ្នាកាអាវខ្ញុំគឺបែបបបេមាត់ហើយគេមានខាងក្រោយ style បែប style ផ្កាយចឹងទៅបន្ទាប់មកពេលហ្នឹងដែរអ្នកគ្នាថាពេលហ្នឹងខ្ញុំដូចថាពាក់អាវលយចឹងណាបន្ទាប់មកខ្ញុំក៏លោមួយសេតមកដូចថាលោមួយសេតហ្មងអ្នកគ្នាឲ្យអ្នកគ្នាមើលអាហារស្អីខ្ញុំដឹងច្បាស់ថាថ្ងៃដែលខ្ញុំទៅ trip ហ្នឹងគឺខ្ញុំមិនអាចថតវីដេអូវាថា outfit check បានទេស្អីវាថាចិត្តដល់មកចិត្តអីចឹងទៅ outfit check កាទេគឺដល់មកគឺធ្វើទៅឯអ្នកគ្នាចឹងខ្ញុំថតទុកមុនឲ្យហើយឥឡូវនេះអ្នកខ្ញុំបានពាក់ជាមួយនឹងជៀនខ្សែកហើយមួកអីចឹងទៅអ្នកខ្ញុំមើលថាវាសមមកហើយខ្ញុំពវល់មកចុំអីចឹងពាក់មិនដឹងបែរជើងអ្នកគ្នាប៉ុន្តែគឺដល់ថ្ងៃគឺអត់បានពាក់ជើងក្រោះទេដោយសារអីគឺស្លាឲ្យពាក់ទៅអ្នកគ្នាឲ្យពាក់ជើងក្លុបហើយអូយឡងសែតហ្មងអ្នកគ្នាខំអីតែចុងក្រោយបានពាក់ទៅហើយអ្នកគ្នាចឹងថ្ងៃបន្តក៏ខ្ញុំបានទិញជាមួយនឹងខ្សែក្រវ៉ាត់អីចឹងណាខ្សែក្រវ៉ាត់ពណ៌សហើយបន្ទាប់មកក៏ខ្ញុំវាហាន់ចាដល់ថ្ងៃហ្នឹងគឺខ្ញុំពាក់ខ្សែក្រវ៉ាត់ទៅប៉ុន្តែអ្នកគ្នាគឺនិយាយថាខ្ញុំពាក់កៅអៅពាក់មួយខាងទៅគឺលុបខ្សែក្រវ៉ាត់គឺអត់មានឃើញ style ខ្សែក្រវ៉ាត់អីខ្ញុំទិញសោះគឺចាគឺ fail សាហាវគេអ្នកគ្នាគឺយកចប់គឺទិញទៀតហើយអ្នកគ្នាគឺទិញជាមួយនឹង spray បាញ់មុខហើយ spray មុខនេះវាថា spray បាញ់ពេលខ្ញុំ make up ហើយឬក៏មុន make up ក៏បានដែរអ្នកគ្នាអញ្ចឹងខ្ញុំទិញ spray ហ្នឹងហើយសំខាន់គឺចង់ឲ្យហានទិញមកគឺដឹងថាបោះអីគេតែចង់ក្រោយគឺបោះរបស់ចោលអូខេអ្នកគ្នាចូលរយៈពេលដែលយើងបានរងចាំថ្ងៃដែលយើងទៅ trip គឺបានមកដល់អ្នកគ្នាមើលម៉ោងរយខ្ញុំដាក់ឲ្យហើយអ្នកគ្នាចង់ស្អីអ្នកគ្នាម្ដងទៀតចង់ឥឡូវយើងដល់វគ្គដែលយើងត្រូវនិយាយសួស្ដីអ្នកគ្នាចូលឥឡូវគឺខ្ញុំបានរៀបចំអីហើយអស់ហើយអ្នកគ្នាពាក់កញ្ចក់តាំងពីយប់មកហើយបន្ទាប់មកអ្នកគ្នាអាចមើលជាមួយនឹងគ្រឿង make up របស់ខ្ញុំដែលខ្ញុំរៀបដាក់មកកញ្ឆេងឲ្យហើយមកអ្នកគ្នាផឹកគឺខ្ញុំងើបឡើងខ្ញុំងូតទាំងអីហើយគឺខ្ញុំចាប់ដើម make up តែម្ដង
Good night ដល់គ្នាជួបគ្នានៅម៉ោង4ហើយគឺនិយាយដល់ពេលហ្នឹងគឺខ្ញុំពុកបិទមកដល់ផ្នែកមើលមុខមកគឺចាមិនមើលយល់ទេចាខេដល់គ្នាលើ morning ទាំងអស់គ្នាចូលដល់ខ្ញុំងើបពីដេកដល់គ្នាខ្ញុំងើបឡើងម៉ោង3ហានហើយហាម៉ោង3ហាចឹងណាខ្ញុំងើបបែរទៅមករៀងលឿនជាងម៉ោង4ប៉ុន្តែខ្ញុំគិតថាម៉ោង4ចោះចឹងទៅចឹងឥឡូវខ្ញុំងើបពីដល់គ្នាឥឡូវខ្ញុំនឹង get ready ដល់គ្នា let's go ហើយដល់គ្នាចឹងខ្ញុំបានពាក់អាវអីអស់ហើយណាចឹងឥឡូវខ្ញុំមក get ready មិនអត់ដល់គ្នាចឹងមិនទៅបងខ្ញុំបាញ់ជាមួយនឹង spray បាញ់មកបន្ទាប់ខ្ញុំពុតរុំផ្នែកពុតអីចឹងណាហើយខ្ញុំពាក់ជាមួយនឹងឡានហើយឡាននឹងដែរគឺឡានពណ៌ខៀវហើយផងដែរដល់គ្នាមុខខ្ញុំគឺលាបមួយ sunscreen ហាក់អស់ហើយដល់គ្នាចាំតែថែមជាមួយនឹង blush ហើយបន្ទាប់មកខ្ញុំលាបជាមួយនឹង krem អីចឹងណាដល់គ្នាចឹងឥឡូវនេះគឺខ្ញុំកាត់មកដល់ក្នុងឡានក្រងតែម្ដងដោយសារអីពេលនៅកន្លែងស្រាហ្នឹងខ្ញុំបានថតអីទេដោយសារអីពេលហ្នឹងខ្ញុំទៅឡានហើយពេលហ្នឹងរៀងគេជុំគ្នាអស់ហើយដល់គ្នាហើយនេះគឺជាការចេញដំណើរយើងពីសាលាទៅគិរីរម្យទាំងអស់គ្នាឧទ្យានគិរីរម្យដល់គ្នាបន្ទាប់មកអ្នកគ្រូក៏បានចែកជាមួយនឹងការទុកពាក់ចំណាំឡានចំណាំថេមអីចឹងណាដល់គ្នាខ្ញុំបានការពណ៌ស្វាយបន្ទាប់មកក៏ដល់មកចែកជាមួយនឹងអាហារពេលព្រឹកហើយមានបាយជាមួយនឹងបានសាច់មាន់មានជ្រូកមានអីចឹងទៅដល់គ្នាហើយដល់គ្នាមើលបាននេះសកម្មភាពជិះតាមផ្លូវស្អាតខ្លាំងមែនតើដល់គ្នាខ្ញុំជិះហើយបន្ទាប់មកក៏យើងបានមកដល់ជាមួយនឹងផ្លូវលបឿនលឿនចឹងទៅគ្នាហើយខ្ញុំអូលើកទី1មកនៅខ្ញុំជិះមកផ្លូវលបឿនលឿនលើកទី1និយាយមែនតើណាខ្ញុំដល់គ្នាខ្ញុំអង្គុយនៅគៀនធ្វើគៀនប្អួយទៅដល់គ្នាហើយមើលទេសភាពខាងក្រៅគឺហើយដាក់បត់ដាក់អីទៀតគឺវាថាស្អាតខ្លាំងហ្មងហើយเรา enjoy ខ្លាំងមក relax សាហាវហើយពេលកំពុងអាជីហ្នឹងក៏បានដាក់ជាមួយនឹងបត់ជិះមកបាន relax គ្នាហើយមើលទេសភាពគឺអូយល្អហ្មងអ្នកគ្នាឥឡូវកាត់មកនេះវិញអ្នកគ្នាគឺខ្ញុំបានចោះចំណតអីចឹងណាចូលតុបទឹកទិញអីញ៉ាំតិចតួចចឹងទៅហើយបន្ទាប់មកក៏នេះអ្នកគ្នាមើលបានគឺនេះគឺជាកន្លែងលក់កន្លែងអីចឹងណាអ្នកគ្នាហើយបន្ទាប់មកយើងក៏ចេញដំណើរពីកន្លែងចំណតហើយទៅបន្តមុខទៀតហើយក៏មកដល់កន្លែងផ្លូវជិះមកដល់អូសៀនគិរីរម្យចឹងទៅហើយនេះមើលបានផ្លូវប្រឹក្សាហើយដើមហើយមេឈើដើមឈើអីគឺខ្ពស់ខ្លួនខ្ពស់ស្អាតមកដល់គ្នាហើយឥឡូវក៏ខ្ញុំបានមកដល់ជាមួយនឹងកន្លែងទី1គឺកន្លែងព្រះរាជដំណាក់ហើយពេលហ្នឹងក៏ខ្ញុំបានថតឲ្យអ្នកគ្នាខ្ញុំភ្លេចថតឲ្យឆឹងហ្មងតែបានថតកន្លែងនេះដែរអ្នកគ្នាថតមុខខ្លួនឯងហើយទេសភាពក្រោយ3ក្រាំងខាងក្រោយហ្នឹងចឹងឥឡូវនេះខ្ញុំមកដល់ជាមួយនឹងកន្លែងឧទ្យានគិរីរម្យហើយអ្នកគ្នាហើយអ្នកគ្នាមើលបានគឺ3ក្រាំងទេសភាពគឺស្អាតខ្លាំងតែអ្នកគ្នាមេឈើធំខ្ពស់ហ្មងហើយពេលហ្នឹងខ្ញុំថតច្រើនដែរអ្នកគ្នាខេអ្នកគ្នាចឹងយើងចូលមកដល់នៅក្នុងទីធ្លាសៀនគិរីរម្យហើយបន្ទាប់មកយើងក៏បានដើរទៅទិញជាមួយនឹងmatcha ផងអញ្ចឹងណាអ្នកគ្នាហើយបន្ទាប់មកគឺមាន welcome drink អីដែរចឹងទៅហើយមានម្ហូបអាហារអីចឹងទៅអ្នកគ្នាហើយបន្ទាប់មកក៏ខ្ញុំថតទេសភាពនៅនឹងឯច្រកហើយកន្លែងនេះវិញអ្នកគ្នាគឺយើងអាចដើរទៅមើលជាមួយនឹងភ្នំខាងក្រោមអីចឹងថាយើងនៅលើចឹងទៅមើលដើមឈើអីនៅខាងក្រោមអីចឹងអ្នកគ្នាគឺស្អាតហើយបន្ទាប់មកក៏ខ្ញុំបានថតបន្តទៀតខ្ញុំក៏បានដើរមកជុំវិញបរិវេណនៅក្នុងអូសៀនគិរីរម្យហ្នឹងមកអ្នកគ្នាអមេច្រើនតែអ្នកគ្នាដើរបដាកាន់ទឹកកាន់អីហើយទឹកហ្នឹងផឹកអស់ហើយអ្នកគ្នាគ្រាន់ដាក់refill ដាក់ជាមួយទឹកសតបន្ថែមចាហ្នឹងហើយបន្ទាប់មកយើងដើរឃើញជាមួយនឹងផ្ទះ resort ចា resort អីច្រើនខែមែនតើអ្នកគ្នាស្អាតណាស់អ្នកគ្នាបន្ទាប់យើងក៏បានដើរមកដល់កន្លែងនេះអ្នកគ្នាហើយគេស្អាតណាស់អ្នកគ្នាកន្លែងហ្នឹងហើយដូចយើងដើរថតអីស្អាតមែនតើហើយរូបបេះដូងរូបផ្កាយអីគេបត់នៅកន្លែងហ្នឹងហើយសង្ខេបវាពេលខ្យល់មកវាបក់មកល្វើយស្អាតហ្មងចឹងអ្នកគ្នាមើលសកម្មភាពខ្ញុំបាននេះគឺខ្ញុំកំពុងតែដើរមើលជុំវិញទេសភាពអញ្ចឹងណាអ្នកគ្នាបន្ទាប់មកក៏បានដើរលេងវាទៅបីរហូតទៅក្រែនៅកន្លែងហ្នឹងមកអ្នកគ្នាហើយបន្ទាប់មកយើងមើលព្រៃឈើដើមឈើពុះអញ្ចឹងណាអ្នកគ្នាបន្ទាប់មកយើងឃើញជាមួយនឹងឈ្មោះគិរីរម្យផាកអីទៅដាក់សង relate តែ copyright បន្ទាប់មកយើងក៏ដើរបានហើយក៏បានដើរចុះទៅម្ខាងទៀតដោយសារម្ខាងទៀតហ្នឹងដើរទៅតែក៏ឃើញជាមួយនឹងម៉ាតមួយចូល
ទិញអីញ៉ាំអីចឹងណាអ្នកគ្នាហើយក៏បានចូលថតអីតិចតួចចឹងទៅហើយនេះគឺសកម្មភាពរបស់ខ្ញុំទិញនេះតែនេះដូចមិនទិញតែដូចទៅថត review បន្ទាប់ពីយើងដែរអស់ហើយក៏ដល់មកយើងត្រឡប់មកវិញដែរអ្នកគ្នាហើយក៏បានជីក៏បានចោះចំណតអីចឹងទៅហើយទិញនំញ៉ាំអីតិចតួចហើយបន្ទាប់មកក៏នៅក្នុងឡានក៏អ្នកគ្រូបានចែកជាមួយនឹងទឹក freshie មួយកំប៉ុងចាហើយយើងអង្គុយគុនទេសភាពអីចឹងណាអ្នកគ្នាហើយបន្ទាប់មកក៏យើងដល់ម៉ោងក្លុកឯណាចាក្លុកទីក្រុងចាហ្នឹងហើយក្លុកក្នុងឡានក្រុងចាអ្នកគ្នាអង្ឡងពេលនឹងដែរគឺអត់មានអីក្រៅពីបត់ទូរស័ព្ទអ្នកណាខលមកទេអ្នកគ្នាខ្ញុំដាក់ sound នឹងនៅក្នុងវីដេអូចាកន្លែងនេះគឺដាក់បត់មកអ្នកគ្នាអាចស៊ូមអីនឹងអ្នកណាខលលេខទូរស័ព្ទមកគឺមកទាំងអស់មកអ្នកគ្នាដាក់បត់ដែរប៉ុន្តែជាប់ copyright ហើយពេលនោះដែរអ្នកគ្នាក៏បានចោះចំណងម្ដងទៀតដោយសារអីគឺឲ្យបាត់ជើងបាត់អីឬក៏ទិញអីញ៉ាំចឹងណាអ្នកគ្នាយើងក៏បានទិញជាមួយនំគីឡូបន្ទាប់មកទ្រីបរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរអ្នកគ្នាហើយឥឡូវ vlog របស់ខ្ញុំគឺចាំបីអ្នកគ្នាចាប់ខ្លួនអាចចឹងបាយជួបគ្នាវីដេអូក្រោយកន្លែងដើរលេងថ្មីទៀតបាយអ្នកគ្នាអរគុណច្រើនកុំភ្លេច subscribe ទាំងអស់គ្នា